ក្តីសង្ឃឹមគឺជាឱសថទិព្វក្តីសង្ឃឹមគឺជាកម្លាំងនិងជាអំណាចមួយដែលអាចរុញឲ្យយើងធ្វើកិច្ចការងារល្អៗជាច្រើននៅក្នុងជីវិតសាទរទិវានារីអន្តរជាតិហើយខ្ញុំមានសេចក្តីរីករាយណាស់ដែលមានឱកាសបានមកចូលរួមនៅថ្ងៃហ្នឹងយើងទាំងអស់គ្នាសិតតែមានក្តីសង្ឃឹមមែនទេចាហើយទោះបីបើសិនជាយើងអត់មានឬក៏មាននៅលេខ0ក៏មិនអីដែរយើងអាចចាប់ផ្ដើមបានអញ្ចឹងណាចាខ្ញុំមានចំណុចមួយចំនួនដែលយើងចាត់ថាយើងធ្វើម៉េចបានយើងចាំបាច់មានក្តីសង្ឃឹមតែក្តីសង្ឃឹមហ្នឹងជួយអីខ្លះក្តីសង្ឃឹមយើងទាំងអស់គ្នាសិតតែបានដឹងថាក្តីសង្ឃឹមជាផ្នែកមួយនៃការផ្ដល់ធម៌ពលវិជ្ជមានឲ្យយើងអាចបន្តអាចឲ្យយើងរស់នៅអាចឲ្យយើងធ្វើកិច្ចការងារផ្សេងដោយរីករាយដោយស្នាមញញឹមអីជាដើមអញ្ចឹងក្តីសង្ឃឹមហ្នឹងរហូតដល់គេមានពាក្យនិយាយថាក្តីសង្ឃឹមគឺជាឱសថទិព្វក្តីសង្ឃឹមគឺជាកម្លាំងនិងជាអំណាចមួយដែលអាចរុញឲ្យយើងធ្វើកិច្ចការងារល្អៗជាច្រើននៅក្នុងជីវិតឬក៏ធ្វើកិច្ចការងារជាច្រើននៅក្នុងសង្គមហើយអ្នកដែលអាចមានការផ្លាស់ប្ដូរឬក៏ធ្វើរឿងអស្ចារ្យជាច្រើនសម្រាប់ជីវិតខ្លួនឯងផ្ទាល់សម្រាប់ជីវិតនៅក្នុងសង្គមសិតតែជាអ្នកដែលមានក្តីសង្ឃឹមនៅថ្ងៃនេះខ្ញុំមាន5ចំណុចដើម្បីចូលរួមចែករំលែកថាតើយើងធ្វើម៉េចដើម្បីយើងអាចរក្សាក្តីសង្ឃឹមដែលមានហ្នឹងឲ្យវានៅគង់វង្សហើយបង្កើនវាឲ្យកាន់តែកើនឡើងទៅថែមទៀតចាខ្ញុំប្រើពាក្យផចំនួន5ដើម្បីងាយស្រួលចាផទី1គឺប្រាប់ខ្លួនឯងថាខ្ញុំជាមនុស្សដែលមានសេចក្តីសង្ឃឹមខ្ញុំជាមនុស្សគិតវិជ្ជមានខ្ញុំគឺជាមនុស្សដែលអាចធ្វើបានហើយផទី2គឺផ្ដល់គោលដៅឲ្យខ្លួនឯងមានន័យថាយើងមានគោលដៅគឺក៏ជាគោលដៅដែលរីករាយហើយជាគោលដៅដែលមានន័យខ្លឹមសារគោលដៅនោះទាំងគោលដៅនៅក្នុងជីវិតទាំងគោលដៅនៅក្នុងកិច្ចការងារអីដែលយើងសួរថាមូលហេតុអីយើងរស់នៅបុព្វហេតុនៃការរស់នៅរបស់យើងគឺអីឬក៏បុព្វហេតុនៃកិច្ចការនៃការបំពេញការងារនោះយើងជាអីនៅពេលដែលយើងមានគោលដៅហ្នឹងយើងមានក្តីសង្ឃឹមឲ្យថាយើងអាចធ្វើបានហើយយើងទៅគោលដៅដោយរីករាយមិនទៅដោយទឹកភ្នែកទេណាចាដោយឧទាហរណ៍ដូចយើងឡើងភ្នំអញ្ចឹងណាយើងគង់តែឡើងភ្នំឬក៏យើងត្រូវលីអង្គមកបាវឡើងភ្នំយើងមានជំរឿថាតើយើងឡើងទៅដោយស្នាមញញឹមឬក៏យើងយំស្រែកស្រាក់ឡើងទៅហ្នឹងយើងជាងជំរឿអញ្ចឹងបើសិនជាយើងកំណត់គោលដៅនោះគឺមិនមែនថាតតែទៅដល់គោលដៅនោះបានយើងរីករាយទេដំណើរទៅដល់គោលដៅនោះយើងរីករាយដែរអញ្ចឹងមួយទៀតខ្ញុំនិយាយពីផទី3ផ្ដល់ការស្គាល់ខ្លួនឯងនិងទទួលយកខ្លួនឯងស្គាល់ខ្លួនឯងដែលជាទូទៅយើងច្រើនតែលើនិយាយហ្នឹងគាត់ថាអូស្គាល់គុណតម្លៃខ្លួនឯងស្គាល់បេសកកម្មស្គាល់ទស្សនវិស័យនៃជីវិតរបស់ខ្លួនស្គាល់ថាយើងចង់បានអីយើងជាមនុស្សបែបម៉េចយើងស្គាល់អាកប្បកិរិយារបស់យើងអញ្ចឹងភាពស្គាល់ខ្លួនឯងនេះគឺធ្វើឲ្យយើងរីករាយនៅក្នុងជីវិតអញ្ចឹងហើយយើងទទួលយកខ្លួនឯងហើយការទទួលយកខ្លួនឯងជាសមត្ថភាពមួយដែលមិនងាយមាននឹងសម្ដីនៅខាងក្រៅគេហៅខ្យល់មាត់នៅខាងក្រៅមិនងាយនឹងคล้ายទៅជាខ្យល់ព្យុះនៅក្នុងចិត្តយើងទេចាពីព្រោះអីយើងស្គាល់ខ្លួនឯងច្បាស់យើងដឹងថាយើងចង់បានអីនៅក្នុងជីវិតដូចថាជួនកាលយើងជាអ្នកធ្វើការងារសង្គមគេថាអូទៅនាំគ្នាធ្វើការងារអីការងារសង្គមធ្វើ business បានលុយច្រើនមិនធ្វើរឿងអីទៅធ្វើជាអ្នកការពារសិទ្ធិមនុស្សអីហើយធ្វើការរាប់ឆ្នាំបានសល់អីអ្នកខ្លះគេនិយាយអញ្ចឹងណាតែអីទៅសួរថាអញ្ចឹងយើងបាក់ទឹកចិត្តទេបើសិនជាយើងច្បាស់ខ្លួនឯងខ្ញុំធ្វើហ្នឹងព្រោះខ្ញុំមានបុព្វហេតុផងពីព្រោះខ្ញុំស្គាល់ជីវិតរបស់ខ្ញុំចង់បានអីនៅក្នុងជីវិតខ្ញុំស្គាល់គុណតម្លៃរបស់ខ្ញុំហើយខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាអញ្ចឹងពេលដែលយើងមកធ្វើការងារពេលយើងជួបឧបសគ្គយើងអត់ងាយនឹងបោះបង់ឬក៏យើងអត់ងាយនឹងប៉ះទង្គិចផ្លូវចិត្តទេចាអញ្ចឹងកម្លាំងចិត្តការស្គាល់ខ្លួនឯងនេះសំខាន់ណាស់ហើយដោយឧទាហរណ៍ជួនកាលយើងធ្វើរឿងខ្លះយើងធ្វើអត់បានយើងផ្សេងខុសពីអ្នកផ្សេងឧបមាថាគេធ្វើ3ដងបានជួនកាលយើងអត់ទេយើងត្រូវការធ្វើ5ដងយើងត្រូវការធ្វើ10ដងពីព្រោះយើងជាផ្នែកផ្សេងរបស់យើងពីព្រោះកន្លែងហ្នឹងយើងធ្វើអញ្ចឹងតោះតែច្រើនដងបានដោយលោក Thomas Edison ដែលគាត់រកឃើញពូលភ្លើងអ្នកប្រាជ្ញនេះគាត់ថាគាត់អត់បរាជ័យទេគាត់គ្រាន់តែត្រូវការ1000វិធីសាស្ត្រដើម្បីអីដើម្បីបានជោគជ័យផ4គឺផ្ដល់ទំនាក់ទំនងល្អទំនាក់ទំនងល្អនេះក៏ជាផ្នែកមួយនៃការបង្កើនក្តីសង្ឃឹមរបស់យើងដែរទំនាក់ទំនងល្អនេះគឺសំដៅទាំងទំនាក់ទំនងល្អជា2គឺទំនាក់ទំនងល្អជាមួយនឹងខ្លួនឯង
នឹងទំនាក់ទំនងល្អនៅខាងក្រៅអញ្ចឹងណាទំនាក់ទំនងល្អជាផ្នែកមួយធ្វើឲ្យយើងមានសង្ឃឹមពីព្រោះថាយើងមានមិត្តជួយគ្នាដូចថាយើងមានសហគមន៍យើងជួយគ្នាយើងមានអ្នកជុំវិញយើងមិនឯកាមានជួនកាលយើងខំរក្សាទំនាក់ទំនងល្អនៅខាងក្រៅហ្នឹងបានល្អហើយតែយើងភ្លេចរក្សាទំនាក់ទំនងល្អជាមួយខ្លួនឯងឬក៏យើងទំនាក់ទំនងជាមួយខ្លួនឯងហ្នឹងរៀងអត់សូវល្អទេដោយសារយើងអត់សូវគិតថាវាសំខាន់ណាចាអញ្ចឹងទំនាក់ទំនងល្អជាមួយខ្លួនឯងនេះសំខាន់ខ្លាំងណាស់ពីព្រោះថាជាផ្នែកមួយនៃការផ្ដល់ក្តីសង្ឃឹមនៃធម៌ពលអូខេទី5គឺផ្ដល់សេចក្តីស្រឡាញ់ជូនខ្លួនឯងបងប្អូនទាំងអស់គ្នាសិតតែធ្លាប់ផ្ដល់ក្តីស្រឡាញ់ជូនខ្លួនឯងមែនទេបងប្អូន LQ ហ្នឹងគឺសំដៅទៅលើសមត្ថភាពនៃក្តីស្រឡាញ់យើងប៉ុណ្ណាយើងអាចស្រឡាញ់ខ្លួនឯងបានប៉ុណ្ណាឬក៏យើងអាចស្រឡាញ់អ្នកដទៃនៅជុំវិញខ្លួននៅប៉ុណ្ណានេះគឺសំដៅទៅលើសមត្ថភាពនៃការយល់ចិត្តនៃការថែរក្សានៃការរក្សាទំនាក់ទំនងជាមួយនឹងខ្លួនឯងនិងជាមួយអ្នកដទៃយើងយល់កម្រិតណាដែរក៏ប៉ុន្តែយើងជាស្ត្រីយើងណាមិនស្នើសុំសិទ្ធិនឹងការផ្ដល់តម្លៃទេជាទស្សនៈរបស់ខ្ញុំពីព្រោះយើងមានសិទ្ធិនិងមានតម្លៃនិងមានសេចក្តីថ្លៃថ្នូរតាំងពីកំណើតរបស់យើងមកហើយអញ្ចឹងយើងមិនស្នើសុំទេប៉ុន្តែយើងទាមទារឲ្យមានការគោរពសិទ្ធិពេញលេញរបស់យើងចាបងប្អូនខ្ញុំប្រៀបធៀបស្ត្រីយើងប្រៀបបានដូចជាព្រះអាទិត្យយើងដូចជាព្រះអាទិត្យដែលអាចមានពន្លឺដោយខ្លួនឯងបានហើយយើងអាចប្រើប្រាស់ពន្លឺរបស់យើងជួយទៅដល់មនុស្សដែលនៅជុំវិញខ្លួនដល់ពិភពលោកដែលអ្នកត្រូវការពន្លឺនោះដែលយកទៅប្រើប្រាស់ដែលអាចជាប្រយោជន៍បានចាហើយយើងជាស្ត្រីយើងអាចធ្វើបានយើងអាចធ្វើបានក្នុងរបៀបរបស់យើងតាមចង្វាក់របស់យើងដោយមធ្យោបាយផ្ទាល់របស់យើងដោយទេពកោសល្យរបស់យើងចាបងមេលាអាចផ្ដល់ជាការយល់ឃើញតើតើមួយសំណួរបងថាអ្វីដែលជាចំណុចមោទនភាពចំពោះបងអរគុណចំពោះសំណួរនេះដោយសារថាសំណួរនេះខ្ញុំមានឱកាសបានឆ្លើយលើកទី1ខ្ញុំអត់ដែរបាននិយាយពីចំណុចហ្នឹងហើយអាចនិយាយពីខ្លួនឯងអញ្ចឹងក៏ប៉ុន្តែខ្ញុំមានចំណុចមោទនភាពចំពោះខ្លួនឯងច្រើនតែចំណុច2 3ដែលខ្ញុំចង់លើកឡើងគឺតកតងនឹងការសិក្សាចាខ្ញុំមានប្រវត្តិកើតក្នុងកូនជាអ្នកក្រខ្លាំងមិនមែនក្រមកពីជនបទទេគឺអ្នកនៅភ្នំពេញដែលគ្មានផ្ទះសម្បែងចាហើយយើងជាកូនស្រីយើងអាចទៅនៅវត្តបានដូចកូនប្រុសមានឱកាសថាសុំលោកសុំអីនៅវត្តប៉ុន្តែយើងកូនស្រីយើងអាចធ្វើអញ្ចឹងបានទេប៉ុន្តែយើងចង់បន្តការសិក្សាតើយើងធ្វើម៉េចយើងមានការប្រឈមច្រើនណាស់អញ្ចឹងការដើរសុំនៅផ្ទះគេត្រូវគេដេញចេញឬក៏យ៉ាងម៉េចឬក៏ទទួលរងពីអីហ្នឹងជារឿងធម្មតារបស់ខ្ញុំប៉ុន្តែយើងគេឆ្ងល់ថាបើយើងទទួលរងអញ្ចឹងហេតុអីបានជាយើងនៅចង់រៀនធ្វើអីអញ្ចឹងខ្ញុំទទួលបានការមើងងាយតាំងពីឈ្មោះខ្ញុំឡើងទៅខ្ញុំឈ្មោះសុគន្ធមាលាគេថាឈ្មោះខ្ញុំដូចតួល្ខោនឈ្មោះខ្ញុំហ្នឹងរហូតដល់មានគ្រូខ្លះគាត់ថាខ្ញុំហ្នឹងមិនមែនមាលាលីលាប្រែថាឈួតអីជាដើមនៅពេលដែលខ្ញុំសួរសំណួរគាត់អញ្ចឹងយើងគិតថាហេតុអីបានយើងនៅចង់រៀនបើសិនជាយើងអត់មានបាយហូបខ្ញុំធ្លាប់ទទួលរងនៅពាក្យថាបើយើងក្រអញ្ចឹងយើងទៅលក់តកួនឬក៏យើងទៅធ្វើអីទៅយើងអត់ចាំបាច់មកខំចង់រៀនចង់អីទេយើងមិនបាច់ចាំមកធ្វើអញ្ចឹងទេប៉ុន្តែខ្ញុំអាចធ្វើរឿងនឹងបានហើយខ្ញុំជាមោទនភាពដែលខ្ញុំចង់រៀនខ្ញុំចង់បន្តអីអញ្ចឹងណាចាហើយខ្ញុំទទួលរងការប្រឈមនឹងខ្លាំងដោយសារថាខ្ញុំធ្វើការតស៊ូព្យាយាមសូម្បីតែខ្ញុំពាក់ស្បែកជើងផ្ទាត់ក៏ខ្ញុំត្រូវបានទទួលរងទណ្ឌកម្មពេលដែលខ្ញុំពាក់អាវសដែលចាស់ក៏ខ្ញុំត្រូវទទួលរងទណ្ឌកម្មប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំមិនព្រមទទួលទណ្ឌកម្មនោះទេពីព្រោះខ្ញុំមិនគិតថាខ្ញុំអត់បានធ្វើអីខុសទោះបីខ្ញុំម្នាក់ឯងក៏ខ្ញុំត្រូវតែធ្វើនឹងហើយខ្ញុំធ្វើរឿងនឹងរហូតដល់ខ្ញុំរៀនចប់មហាវិទ្យាល័យហើយមោទនភាពមួយទៀតហ្នឹងគឺខ្ញុំបានទទួលអាហារូបករណ៍ទៅជាន់ទឹកដីសហរដ្ឋអាមេរិកដែលខ្ញុំជាអ្នកកសាងប្រវត្តិសាស្ត្រនៅក្នុងគ្រួសារខ្ញុំជាមនុស្សទី1ដែលបានជាប់ទឹកដីសហរដ្ឋអាមេរិកអញ្ចឹងវារឿងទូចតាចទេប៉ុន្តែសម្រាប់ family ខ្ញុំជារឿងធំដុំហើយជារឿងដែលខ្ញុំអាចធ្វើបានហើយយើងមិនបាននិយាយលម្អិតទេតែខ្ញុំលើកកន្លែងនេះគឺខ្ញុំកម្របាននិយាយតែខ្ញុំចង់ផ្ដាំទៅបងប្អូនស្ត្រីថាយើងនៅតែអាចធ្វើបានហើយយើងមានមធ្យោបាយផ្សេងរបស់យើងហើយមួយទៀតគឺយើងមានបញ្ហា challenge ច្រើនមែនទែនប៉ុន្តែយើងនៅតែមានមធ្យោបាយមានក្តីសង្ឃឹមហើយយើងនៅតែអាចធ្វើវាបានដោយមធ្យោបាយផ្សេងហើយចំណុចមួយដែលខ្ញុំមានមោទនភាពគឺខ្ញុំបានធ្វើវាបានដោយមិនខ្លាយទៅជាជនរងគ្រោះផ្លូវចិត្តមានន័យថាខ្ញុំឆ្លងកាត់រឿងទាំងអស់ហ្នឹងមកប៉ុន្តែខ្ញុំ
មិនបានខ្លាយទៅជាអ្នកដែលមានវិបត្តិអាកប្បកិរិយាឬក៏មានបញ្ហាទេពីព្រោះខ្ញុំមានសេចក្តីស្រឡាញ់ចំពោះខ្លួនឯងគ្រប់គ្រាន់ហើយខ្ញុំមើលឃើញនៅអ្វីៗជាវិជ្ជមានច្រើនជាងបើម្នាក់និយាយអញ្ចឹងខ្ញុំជឿថាមានអ្នកផ្សេងគង់តែមានក្តីស្រឡាញ់អញ្ចឹងខ្ញុំធ្វើម្ដងហើយម្ដងទៀតដូចខ្ញុំនិយាយថាធ្វើម្ដងមិនបានយើងធ្វើវាឲ្យច្រើនដងហើយកាលពេលខ្ញុំនៅពីក្មេងខ្ញុំអត់ទាន់សូវចេះពាក្យអីប៉ុន្តែខ្ញុំនិយាយពាក្យមួយថាខ្ញុំធ្វើតលតែទេវតារំភើបចិត្តឲ្យជួយខ្ញុំហើយទៅមួយទៀតមោទនភាពចំពោះខ្លួនខ្ញុំគឺពេលដែលខ្ញុំចេញមកខ្ញុំបានធ្វើការងារសង្គមជាច្រើនតាំងពីខ្ញុំនៅជាយុវជនខ្ញុំជាយុវជនសកម្មមួយខ្ញុំរៀនមហាវិទ្យាល័យផ្នែកគ្រប់គ្រងចាគ្រប់គ្រងការជំនាន់ហ្នឹងគ្រប់គ្រងគេ business គេអត់មានយុវជនគេអត់មកធ្វើការងារសង្គមច្រើនដូចខ្ញុំប៉ុន្តែខ្ញុំធ្វើពីព្រោះខ្ញុំស្រឡាញ់ខ្ញុំចង់ធ្វើហើយខ្ញុំចូលរួមចំណែករហូតដល់ខ្ញុំមកនេះពេលណានិយាយពីយុវវ័យវិញគឺខ្ញុំមានមោទនភាពពីព្រោះខ្ញុំបានប្រើយុវភាពរបស់ខ្ញុំមានប្រយោជន៍មានប្រសិទ្ធភាពច្រើនធ្វើការងារជាច្រើនដើម្បីសង្គមពីព្រោះខ្ញុំអត់ចង់ឲ្យមានអ្នកណាមាន challenge ទៅមានបញ្ហារបៀបដូចខ្ញុំអញ្ចឹងខ្ញុំដឹងថាអូមានរឿងកន្លែងនេះអញ្ចឹងខ្ញុំជួយរួមចំណែកហើយមោទនភាពមួយទៀតគឺខ្ញុំបានចូលរួមធ្វើការងារដែលខ្ញុំស្រឡាញ់ខ្ញុំជាមនុស្សម្នាក់ដែលមានសំណាងដែលខ្ញុំជ្រើសរើសគឺខ្ញុំកំណត់គុណតម្លៃខ្លួនឯងហើយខ្ញុំធ្វើតែការងារណាដែលខ្ញុំស្រឡាញ់ត្រូវជាមួយនឹងគុណតម្លៃនៃជីវិតរបស់ខ្ញុំទេអញ្ចឹងដូចពេលដែលខ្ញុំនៅរៀនមហាវិទ្យាល័យខ្ញុំជាសិស្សដែលរៀនដូចថារៀងយើងគ្រាន់បើដែរអញ្ចឹងយើងមានឱកាសក្រុមហ៊ុនផ្សេងតាក់ទងទៅសាលាគ្រូមានឱកាសផ្ដល់ឱកាសឲ្យយើងហ្នឹងប៉ុន្តែខ្ញុំទៅជារើសរហូតដល់គេមានពាក្យមួយនិយាយថាខ្ញុំអ្នកក្រចរិតសិទ្ធិគាត់ជាពាក្យនិយាយលេងទេប៉ុន្តែចង់និយាយថាក្រអត់មានអីហើយវានៅរើសការងារថាការងារហ្នឹងអត់ធ្វើទៀតដូចជាឧទាហរណ៍ក្រុមហ៊ុនស្រាក្រុមហ៊ុនអីខ្ញុំអត់ធ្វើទេពីព្រោះថាខ្ញុំគង់តែមានការងារផ្សេងទៀតធ្វើឯងពីព្រោះអត់ត្រូវគុណតម្លៃរបស់ខ្ញុំអត់គ្រប់គ្រងរឿងហ្នឹងទេ